ព្រឹត្តិបတ်ព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកសម្រាប់ថ្ងៃទី18ខែធ្នូឆ្នាំ2025ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី18ខែធ្នូឆ្នាំ2025នេះវេលាម៉ោង7ព្រឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ40សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក1សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់9ម៉ែត្រ2សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក14សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់4ម៉ែត្រ56សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក4សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ79សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក2សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ94សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកនៅនឹងទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់4ម៉ែត្រ36សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក8សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់4ម៉ែត្រ22សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក10សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់5ម៉ែត្រ56សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក7សង់ទីម៉ែត្រកម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃស្អែកទី19ខែធ្នូឆ្នាំ2025នៅតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃស្អែកទឹកស្រកចុះមកនៅត្រឹមកម្ពស់3ម៉ែត្រ36សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃស្អែកទឹកស្រកចុះមកនៅត្រឹមកម្ពស់8ម៉ែត្រ97សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃស្អែកទឹកស្រកចុះមកនៅត្រឹមកម្ពស់4ម៉ែត្រ50សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃស្អែកទឹកស្រកចុះមកនៅត្រឹមកម្ពស់3ម៉ែត្រ75សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃស្អែកទឹកស្រកចុះមកនៅត្រឹមកម្ពស់2ម៉ែត្រ90សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃស្អែកទឹកស្រកចុះមកនៅត្រឹមកម្ពស់4ម៉ែត្រ29សង់ទីម៉ែត្រនិងទន្លេសាបព្រែកក្តាមថ្ងៃស្អែកទឹកស្រកចុះមកនៅត្រឹមកម្ពស់4ម៉ែត្រ13សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានភាពទឹកទន្លេនៅស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងស្រកចុះជាបន្តបន្ទាប់